អញឲ្យឃើញនៅសេចក្តីស្រឡាញ់និងអាណិតអាសូរចំពោះអ្នកដទៃវិញបើតាមហេតុនិងបច្ច័យធម៌សេចក្តីស្លាប់នឹងមានដល់អ្នកដែលសម្លាប់គេនិយាយឲ្យខ្លីប្រសិនបើយើងប្រាថ្នាចង់បានសេចក្តីសុខសុភមង្គលទៅអនាគតយើងមិនគប្បីប្រព្រឹត្តអំពើខុសខើចំពោះសត្វមានជីវិតទោះបីក្នុងករណីណាក៏ដោយប្រសិនបើជនណាម្នាក់បានធ្វើឲ្យជនឯទៀតមានទុក្ខសោកនិងឈឺចាប់ខាងផ្លូវចិត្តជននោះឯងក៏នឹងទទួលផលពីអំពើដែលខ្លួនបានធ្វើដូចគ្នាការដែលព្រះសទ្ធត្ថបុព្វជិតមានបន្ទូលចំពោះពួកអ្នកគោរពបូជាព្រះអគីបានបង្ហាញនៅលក្ខណៈស្ងប់ស្ងាត់រំទុំនិងប្រកបដោយមេត្តាធម៌ព្រះអង្គទ្រង់បានធ្វើឲ្យព្រះរាជានិងអ្នកគោរពបូជាព្រះអគីប្រែប្រួលព្រះハរតីនិងអិរិយាបថទាំងស្រុងព្រះរាជាទ្រង់ទទូចអង្វរសុំឲ្យព្រះរាជកុមារគង់នៅក្នុងព្រះនគររបស់ព្រះអង្គប៉ុន្តែព្រះសទ្ធត្ថបុព្វជិតទ្រង់បដិសេធថាព្រះអង្គមិនទាន់បានត្រាស់ជាព្រះពុទ្ធទេហើយការត្រាស់ដឹងនោះគឺជាវត្ថុបំណងតែមួយគត់របស់ព្រះអង្គព្រះសទ្ធត្ថបុព្វជិតទ្រង់យាងចេញពីនគររាជក្រឹស្នឆ្ពោះទៅទីសំណាក់នៃតាបសអាឡារកាឡាមអាឡារកាឡាមជាតាបសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបង្រៀនមុខវិជ្ជាផ្សេងបុព្វជិតសទ្ធត្ថបានគង់នៅក្នុងសំណាក់តាបសនោះនិងខំប្រឹងរៀនសូត្រពីគាត់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងមួយរយៈខ្លីនៃការសិក្សាព្រះអង្គទ្រង់មានចំណេះដឹងស្មើនឹងអាឡារកាឡាមតាបសមានសេចក្តីត្រេកអរក្រៃលែងចំពោះលទ្ធផលដែលសិស្សរបស់គាត់ទទួលបានថ្ងៃមួយអាឡារកាឡាមតាបសទូលសួរទៅព្រះសទ្ធត្ថបុព្វជិតថាឥឡូវនេះព្រះអង្គបានដឹងអំពីអ្វីទាំងអស់ដែលទូលព្រះបង្គំបានចេះហើយព្រះអង្គអាចនឹងបង្រៀនពូកែដោយទូលព្រះបង្គំដែរហើយដូច្នេះសូមព្រះអង្គទ្រង់គង់នៅទីនេះជាមួយទូលព្រះបង្គំនិងជួយទូលព្រះបង្គំក្នុងការបង្រៀនសិស្សឯទៀតព្រះសទ្ធត្ថបុព្វជិតទូលសួរតាបសវិញថាតើតាបសនៅមានសល់អ្វីនឹងបង្រៀនអាត្មាភាពទៀតទេតើតាបសមិនអាចនិយាយប្រាប់អាត្មាភាពអំពីផ្លូវដែលនាំទៅរកជ័យជំនះលើភាពចាស់ជរាជាធិនិងមរណៈបានទេឬតាបសនៅស្ងៀមពីព្រោះគាត់បានបង្រៀនព្រះរាជកុមារអស់ចំណេះដែលគាត់មានទៅហើយតាបសអាឡារកាឡាមច្រើនតែបង្ហាត់បុព្វជិតសទ្ធត្ថអំពីការធ្វើសមាធិនោះគឺជាបច្ចេកទេសដើម្បីការរក្សាអារម្មណ៍ឲ្យស្ងប់ស្ងាត់ប៉ុន្តែនោះមិនមែនជាបញ្ញាចុងបំផុតឬជាកំពូលវិជ្ជាទេព្រះសទ្ធត្ថបុព្វជិតទ្រង់មិនពេញព្រះハរតីចំពោះចំណេះនោះឡើយក៏ព្រោះតែវាពុំអាចផ្ដល់ចម្លើយចំពោះបញ្ហាដែលធ្វើឲ្យព្រះអង្គខ្វល់ខ្វាយអស់ពេលជាយូរមកហើយនោះដោយហេតុនោះទើបព្រះអង្គទ្រង់ចាកចេញពីតាបសអាឡារកាឡាមក្នុងបំណងស្វែងរកអាចារ្យណាម្នាក់ទៀតដែលមានបញ្ញាខ្ពស់ជាងនេះព្រះអង្គបានឮដំណើរអំពីមនីតាបសឈ្មោះឧទការាមបុត្រគាត់មានវ័យចាស់ជរាជាងគេមានគតិបណ្ឌិតខ្ពស់ជាងគេនិងមានចំណេះវិជ្ជាអាចយល់ដឹងជ្រៅដល់ខាងក្នុងនៃផ្លូវចិត្តព្រះអង្គបានយាងទៅជួបនឹងមនីតាបសនោះនិងសូមរៀនសូត្រក្នុងសំណាក់គាត់ដោយប្រតិទុកដាក់យ៉ាងជ្រាលជ្រៅក្នុងរយៈពេលដ៏ខ្លីសមណៈសិទ្ធត្ថទ្រង់មានចំណេះដឹងស្មើនឹងមនីតាបសនោះមនីតាបសឧទការាមបុត្របានសុំឲ្យសមណៈសិទ្ធត្ថស្នាក់នៅក្នុងសំណាក់របស់គាត់ដើម្បីបានជួយគាត់ក្នុងការបង្ហាត់បង្រៀនសាវករបស់គាត់ព្រះសមណៈសិទ្ធត្ថទ្រង់ពុំសពព្រះរាជហឫទ័យទាំងស្រុងចំពោះពាក្យព្រានប្រដៅរបស់មនីតាបសឧទការាមបុត្រទេមនីតាបសឧទការាមបុត្របានបង្រៀនព្រះអង្គនៅវិជ្ជានៃការដំកល់សតិឲ្យនឹងថ្កល់កុំឲ្យគិតអ្វីទាំងអស់តែមនីតាបសនោះក៏មិនអាចបង្ហាញឲ្យព្រះសមណៈសិទ្ធត្ថរកឃើញនៅដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញទាក់ទងទៅនឹងជរាជាធិនិងមរណៈដែលជាបញ្ហាគ្មានទីបញ្ចប់នៃជីវិតបានដែរព្រះសមណៈសិទ្ធត្ថបានចាកចេញពីសំណាក់តាបសនោះដោយបដិញ្ញាថានឹងរកឲ្យបាន
នៅការត្រាស់ដឹងតាមរយៈការខំប្រឹងប្រែងដោយខ្លួនព្រះអង្គឯងនិងឥតត្រូវការពឹងពាក់ជំនួយពីអ្នកដទៃឡើយនៅសម័យនោះក៏ដូចនៅបច្ចុប្បន្ននេះដែរមានពួកតាបសគ្រប់ប្រភេទដែលបានបំពេញតបកម្មយ៉ាងតឹងរ៉ឹងតាបសខ្លះជឿថាពួកគេនឹងបានទៅកើតនៅឋានសួគ៌បន្ទាប់ពីគេស្លាប់ទៅប្រសិនបើពួកគេអត់អាហារនឹងទទួលការឈឺចាប់អំពីការធ្វើទុក្ករកិរិយាជំនឿរបស់ពួកគេគឺថាពួកគេនឹងទទួលបានសេចក្តីសុខនិងសុភមង្គលនៅក្នុងជាតិខាងមុខតិចឬច្រើនស្របទៅតាមការឈឺចាប់ដែលគេបានទទួលនៅក្នុងជាតិនេះនោះហើយជាហេតុដែលនាំឲ្យពួកគេខំប្រឹងធ្វើទុក្ករកិរិយាយ៉ាងតឹងរ៉ឹងនោះតាបសខ្លះខ្លាចជាស្គមស្គៀងនៅសល់តែស្បែកដណ្ដប់ឆ្អឹងពីព្រោះពួកគេបានតមពុំឆាន់ចង្ហាន់តាបសខ្លះបានឈរលើជើងតែមួយខ្លះលើកដៃម្ខាងឡើងទៅលើរហូតដល់ឈាមលែងហូរទៅដល់ហើយអវយវៈទាំងនោះក៏ចុះខ្សោយខ្លះក្តាប់ដៃចូលគ្នាអស់រយៈពេលដ៏យូររហូតដល់ក្រចកដុះយ៉ាងវែងខ្លះទៀតដេកនៅលើគ្រែដៃគោលព្រះសមណសិទ្ធត្ថក៏ដូចគ្នានឹងតាបសឯទៀតដែរទ្រង់បានចម្រើនតបកម្មទាំងនោះដែលព្រះអង្គទ្រង់បានគិតថាជាផ្លូវពិតដែលនាំទៅរកការត្រាស់ដឹងបាននៅក្នុងដំណើរឆ្ពោះទៅនគរមគធៈព្រះអង្គទ្រង់បានយាងទៅដល់តំបន់អូរុវេលនៅទីនោះព្រះអង្គបានទួតឃើញកន្លែងដ៏ស្ងប់មួយនៅលើជ្រាងទន្លេព្រះអង្គទ្រង់ព្រះតម្រិះថាប្រសិនបើព្រះអង្គទ្រង់ស្នាក់នៅទីនោះព្រះអង្គអាចយាងទៅបិណ្ឌបាតនៅសេនានិគមដែលស្ថិតនៅជិតទីនោះដែរព្រះអង្គក៏ទ្រង់សម្រេចព្រះទ័យថានឹងចម្រើនតបធម៌ដ៏វិសេសនៅទីនោះនៅក្នុងពេលនោះបញ្ញវគិទាំង5អង្គគឺកោណ្ឌញ្ញៈផុតិយៈវបៈមហានាមនិងអសុជិបាននិមន្តមកដល់តំបន់អូរុវេលក្នុងដំណើរស្វែងរកជួបព្រះសមណសិទ្ធត្ថពួកបញ្ញវគិភិក្ខុទាំង5អង្គនោះមានជំនឿយ៉ាងមុតមមទៅលើព្រះសមណសិទ្ធត្ថដែលបានចម្រើនតបធម៌ដោយខ្លាំងក្លានឹងការយកចិត្តទុកដាក់យ៉ាងនេះថាប្រកបជាបានត្រាស់ដឹងជាព្រះពុទ្ធហើយនឹងបានបង្រៀនពួកគេអំពីមាគ៌ាឆ្ពោះទៅរកការត្រាស់ដឹងជាពុំខានព្រះសមណសិទ្ធត្ថទ្រង់ចម្រើនតបធម៌រហូតឈានទៅដល់ដំណាក់កាលដែលព្រះអង្គតមិនសោយអាហារសោះព្រះកាយព្រះអង្គបានคล้ายទៅជាស្គៀងស្គួមក្រៃលែងរហូតដល់មើលឃើញសុទ្ធតែឆ្អឹងប៉ុន្តែព្រះអង្គនៅតែតាំងព្រះទ័យបន្តចម្រើនតបធម៌តទៅទៀតថ្ងៃមួយនៅពេលដែលព្រះអង្គកំពុងចម្រើនសមាធិព្រះអង្គទ្រង់ដួលសន្លប់បាត់ស្មារតីស្ដោកស្ដឹងដោយសារការអស់កម្លាំងហួសប្រមាណអ្នកជិតខាងទាំងឡាយបានដឹងថាព្រះសមណៈទ្រង់អត់អាហារអស់ជាច្រើនថ្ងៃមកហើយព្រោះហេតុនោះក្មេងគង្វាលពពែម្នាក់បានគិតថាព្រះសមណៈកំពុងតែឈានទៅរកសេចក្តីស្លាប់ហើយក្មេងគង្វាលនោះបានដឹកពពែញីមួយក្បាលទៅកាន់កន្លែងដែលព្រះសមណសិទ្ធត្ថកំពុងសន្លប់ស្ដោកស្ដឹងរួចបានថ្វាយទឹកដោះពពែទៅព្រះសមណៈសោយព្រះសមណៈទ្រង់មានព្រះស្មារតីឡើងវិញរួចចាប់ផ្ដើមពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះព្រះអង្គកន្លងមកព្រះសមណៈទ្រង់សន្និដ្ឋានថាប្រសិនបើក្មេងគង្វាលពពែនេះមិនបានថ្វាយទឹកដោះចំពោះព្រះអង្គតន់ពេលទេប្រហែលជាព្រះអង្គទ្រង់សោយទីបង្គត់ដោយពុំបានត្រាស់ដឹងជាព្រះពុទ្ធទេក្មេងគង្វាលនោះមានសេចក្តីសប្បាយរីករាយក្រៃលែងដែលបានជួយសង្គ្រោះព្រះសមណៈដែលមានគុណធម៌ខ្ពស់យ៉ាងនេះព្រះសមណៈទ្រង់ចម្រើនសមាធិបន្តទៅទៀតនៅជិតគ